ក្នុងបឹងមួយកន្លែងនេះពិតជាសម្បូរត្រីមែនទែនណាបងប្អូនមើលបងប្រុសគាត់ដាក់មងនាពេលដែលគាត់សាមកបងប្អូនឃើញទេសតតែត្រីចង្វាស្លឹករស័យទាំងអស់បងប្អូននេះវាពីជាប់ឲ្យស្មាញតែម្ដងណាបងប្អូនមើលជាប់ទាំងសុសសាច់មងហ្មងមើលគាត់ទាញមកនេះហើយបើជាប់តែថ្នាក់ណាលើយកធ្វើអីគេអស់នេះបងប្អូនហើយដាក់តាមមងស្លមិនអស់នេះបងប្អូននេះចូលទៅប្រឡាក់2 3ថ្ងៃបងប្អូននេះចាប់ផ្ដើមទាញមកឲ្យមងគាត់ហ្នឹងក៏វិញគួសមដែរណាបងប្អូនណាមកក៏ចាប់ទាញមកឲ្យជាប់ផ្ទាល់ទៅពេញមងតែហ្មងអត់មានកន្លែងណាមួយអត់មានត្រីបងប្អូនសតតែត្រីនេះហើយគាត់ដាក់នេះគឺដាក់រយៈពេលខ្លីទេបងប្អូនដោយសារកន្លែងហ្នឹងវាសម្បូរត្រីអញ្ចឹងណាហើយមងរបស់គាត់ហ្នឹងកាឡាតូចបងប្អូនមិនឃើញយើងជាប់តែត្រីតូចបែបនេះណាអត់មានឃើញមានត្រីធំទេនេះឥឡូវគាត់សារួចគាត់លើកមកនេះបងប្អូនអូយសតតែត្រីឲ្យសតតែម្ដងនេះសតតែត្រីចង្វាមកមើលនេះបងប្អូននេះអូយមួយមងនេះគ្រប់ទឹកត្មងណាបងប្អូននេះដឹងប្រហែលគីឡូទេនេះវ៉ាវ